បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាទាំងនៅក្នុងប្រទេសនិងក្រៅប្រទេសឥឡូវនេះមកញ៉ាំល្ហុងទុំនៅលើដើមតែហ្មងបងប្អូនល្ហុងធម្មជាតិអត់មានជាតិគីមីទេដឹងតែផ្អែមជាតិតែហ្មងបងប្អូននេះបងប្អូនទុំសាច់ក្រហមងឹលល្អមែនទែនហូបដើមតែម្ដងជាតិមកជាតិផ្អែមមែនទែនល្ហុងធម្មជាតិបងប្អូនដាំក្រោយផ្ទះបងប្អូនជាតិមកជាតិផ្អែមតែហ្មងបងប្អូនផ្អែមជាតិមិនបេះទេហូបដើមបដ ாய் អានេះក៏ដឹងថាធម្មជាតិសុទ្ធបងប្អូនយើងបេះស៊ូបួលទៅអត់ឆ្ងាញ់ទេយើងហូបអញ្ចឹងអត់ឆ្ងាញ់ជាតិមកជាតិហើយបងប្អូនប៉ណ្ណឹងសិនហើយបាទបាយជួយកด like កด share ម្នាក់មួយផងបាទ